ប្រព័ន្ធនឹងបញ្ហានេះគឺមានវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញបានរៀបចំនៅកម្មវិធីផ្សព្វផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាប្រព័ន្ធវិតម្លៃកម្រិតជំនាញកម្រិតទី2កាលពីរសៀលថ្ងៃទី22ខែធ្នូឆ្នាំ2016នៅឯវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញបានរៀបចំនៅកម្មវិធីផ្សព្វផ្សាយប្រព័ន្ធវិតម្លៃកម្រិតជំនាញវគ្គបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យកម្រិតទី2និងការប្រឡងតេស្តសាកល្បងវិតម្លៃលើវិញ្ញាសាបណ្ដាញខ្សែការព័ត៌មានវិទ្យាកម្រិតទី3ហើយវិទ្យាស្ថាននេះបានបើកដំណើរការអស់រយៈពេល4ឆ្នាំមកហើយវិទ្យាស្ថាននេះក៏មានការបើកវគ្គបណ្ដុះបណ្ដាលក៏ដូចជាវគ្គសិក្សាថ្នាក់បរិញ្ញាបត្ររងនិងសិក្សាវគ្គខ្លីដែលទាក់ទិនទៅនឹងជំនាញរួមមានសំណង់ស៊ីវិលស្ថាបត្យកម្មនិងរូបនីយវិទ្យាមេកានិកនិងយានយន្តអគ្គិសនីអេឡិចត្រូនិកនិងទូរគមនាគមន៍ព័ត៌មានវិទ្យាវិស្វករកុំព្យូទ័រភាសាបរទេសនិងភាសាជប៉ុនផងដែរគូបញ្ជាក់ផងដែរថាក្រោយការគ្រប់គ្រងសហប្រតិបត្តិការរវាង Javada និង PPIT គឺកម្មវិធីនេះបានផ្ដល់ឲ្យនៅសិក្ខាកាមទាំងមូលបានយល់ដឹងនៅវគ្គបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យកម្រិតទី2និងការប្រឡងតេស្តសាកល្បងវិតម្លៃលើវិញ្ញាសាបណ្ដាញខ្សែការព័ត៌មានវិទ្យាកម្រិតទី3ផងដែរដែលនៅក្នុងនោះមានគណៈអធិបតីចូលរួមបើកកម្មវិធីរួមមានលោកតាន់សម្បត្តិប្រធាននាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សាលោកបណ្ឌិតហេងសុកប៊ីលដែលជានាយកវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញនិងលោកតាគីស៊ីកូវីវ៉ាដែលជាប្រធានអង្គការ Javada របស់ប្រទេសជប៉ុន